ព្រោះនាងខ្ញុំឈ្មោះខុនសេរីខួយរៀននៅថ្នាក់ទី11នៅវិទ្យាល័យជំនាញទូទៅបច្ចេកទេសជីស៊ីមតបៃមានជ័យនៅពេលដែលខ្ញុំជួបប្រទះនៅព័ត៌មានខ្លាំងៗនៅលើបណ្ដាញ Facebook ឬ TikTok មុនដំបូងខ្ញុំមានអារម្មណ៍ថាតក់ស្លុតភ័យដែរតែបន្ទាប់ពីខ្ញុំបានសម្រួលអារម្មណ៍ហើយពិចារណាមើលថាព័ត៌មាននោះមានប្រភពច្បាស់លាស់អត់ហើយមានបណ្ដាញមកពីណាបន្ទាប់ពីដឹងថាព័ត៌មានហ្នឹងជាព័ត៌មានខ្លាំងៗហើយជួយផ្សព្វផ្សាយប្រាប់ដល់បណ្ដាជនទៀតថាព័ត៌មានហ្នឹងជាព័ត៌មានមិនពិតទេព័ត៌មានខ្លាំងជាចុងក្រោយនេះខ្ញុំសូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នាមុននឹងចែករំលែកឬshare ព័ត៌មានអីនៅលើបណ្ដាញសង្គមត្រូវគិតពិចារណាបានច្បាស់លាស់ជាមុនសិនថាព័ត៌មានហ្នឹងពិតឬក៏ខ្លាំងៗដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៅលើបងប្អូនដែលលេងបណ្ដាញសង្គមដទៃទៀត